ในក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីការប្រើប្រាស់ទៅលើកម្មវិធីមួយដែលមានឈ្មោះថា Skin Finder ដែលជាកម្មវិធីក្នុងការចាក់សាច់ម៉ត់ទៅលើរូបភាពរបស់យើងជាពិសេសតែម្ដងគឺទៅលើរូបភាពរោងការដែលយើងអាចចាក់ម្ដងបានច្រើនរូបក្នុងពេលតែមួយអូខេអញ្ចឹងសម្រាប់បងប្អូនថ្មីៗដែលបានចូលមកកាន់នៅ Channel YouTube របស់ខ្ញុំកុំភ្លេចជួយចុច Subscribe ក៏ដូចជាចុចសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីទទួលបាននៅអ្វីដែលថ្មីពីខ្ញុំផងដែរអូខេអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅតាមដានជាមួយខ្ញុំទាំងអស់គ្នាបាទអូខេឥឡូវយើងបានចូលមកកាន់កម្មវិធី Skin Finder របស់យើងហើយអញ្ចឹងខ្ញុំចាប់ផ្ដើមដាក់រូបដើម្បីបង្ហាញទៅកាន់អ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុង Skin Finder របស់ខ្ញុំធ្លាប់ដាក់រូបបញ្ចូលទៅកាន់ Skin Finder អញ្ចឹងហើយទៅវាមានបែបនេះអញ្ចឹងពេលយើងដាក់រូបនៅក្នុង folder ណាមួយតែមួយសន្លឹកគឺវាចូលម្ដងទាំងអស់តែម្ដងនៅក្នុង Skin Finder របស់យើងអញ្ចឹងពេលយើងប្រើប្រាស់មុនដំបូងទៅលើ Skin Finder របស់យើងគួរតែបង្កើតជា preset ទុកដើម្បីងាយស្រួលក្នុងការប្រើប្រាស់នៅពេលក្រោយអញ្ចឹងខ្ញុំចាប់ផ្ដើមបង្ហាញអ្នកទាំងអស់គ្នាពីការដាក់បញ្ចូលសិនអញ្ចឹងមុនដំបូងគឺខ្ញុំចុចកន្លែង open នេះអូខេបន្ទាប់មកខ្ញុំស្វែងរកទៅលើរូបភាពណាដែលខ្ញុំត្រូវការដាក់បញ្ចូលទៅកាន់ Skin Finder អូខេអញ្ចឹងខ្ញុំបើកទៅលើ drive របស់ខ្ញុំមកអូខេខ្ញុំចូលទៅកាន់ project ខ្ញុំចូលទៅកាន់ wedding ខ្ញុំចូលទៅកាន់នេះខាងលើនេះហើយខ្ញុំបើកវាមកអូខេអញ្ចឹងរូបទាំងអស់នេះខ្ញុំត្រូវការដាក់បញ្ចូលអញ្ចឹងខ្ញុំគ្រាន់តែចុចទៅលើតែមួយសន្លឹកទេគឺវានឹងចូលឲ្យខ្ញុំម្ដងទាំងអស់តែម្ដងអញ្ចឹងខ្ញុំចុចទៅលើមួយសន្លឹកបែបនេះមកអញ្ចឹងវានឹងចាប់មួយ folder តែម្ដងដើម្បីដាក់បញ្ចូលទៅលើ Skin Finder របស់យើងប៉ុន្តែពេលយើងចាក់សាច់ម៉ត់ទៅលើ Skin Finder របស់យើងដែលយើងកំពុងតែប្រើប្រាស់នៅក្នុងកម្មវិធីហ្នឹងគឺវាចាក់ម្ដងបានតែមួយសន្លឹកទេណាវាចាក់ម្ដងបានតែមួយសន្លឹកទេអញ្ចឹងនៅក្នុង Skin Finder របស់យើងវាតម្រូវឲ្យយើងចេះបង្កើតនៅ preset ទុកសម្រាប់យើងអាចចាក់ម្ដងបានច្រើនសន្លឹកក្នុងពេលតែមួយអូខេអញ្ចឹងដើម្បីបង្កើតខ្ញុំសូមបង្ហាញអំពី setting សិនអញ្ចឹង setting របស់យើងគឺយើងអាចប្រើប្រាស់នៅខាងស្ដាំដៃរបស់យើងនេះបានដោយវាបានបង្កើតជាសាច់ម៉ត់ដែលយើងស្រាប់តែម្ដងហើយនៅក្នុងហ្នឹងក៏វាមានជា preset សម្រាប់ឲ្យយើងឬក្នុងការប្រើប្រាស់ដែរអូខេអញ្ចឹងក្នុងការឬ preset ដើម្បីយកមកប្រើអ្នកទាំងអស់គ្នាអាចចូលទៅកាន់កន្លែងនេះដែលគេដាក់ពាក្យថា apply preset អញ្ចឹងខ្ញុំចុចទៅលើ apply preset ហ្នឹងមកអូខេអញ្ចឹងយើងអាចរើស preset ទៅតាមចិត្តរបស់យើងបានហើយនៅក្នុងដែលការចាក់របស់វានេះគឺវាចាក់ទៅលើ preset ទាំងអស់ដែលមានប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំកំណត់តែមួយទេសម្រាប់ប្រើនៅក្នុង Skin Finder របស់យើងអញ្ចឹងសម្រាប់ខ្ញុំត្រូវការឲ្យរូបភាពរបស់ខ្ញុំមានជាតិភ្លឺជាតិ smooth ទៅលើសាច់មុខនៃរូបភាពរបស់យើងអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំយកកន្លែងខាងលើនេះគឺ line deadening អូខេខ្ញុំយកកន្លែងហ្នឹងមកនេះឃើញទេវាមានពន្លឺតែម្ដងទៅលើសាច់មុខរបស់យើងអញ្ចឹងបើសិនជាវាមានពន្លឺយើងក៏អាចសេរីនៃ setting ទៅលើរូបភាពរបស់យើងបានដែរបើសិនជាវាភ្លឺណាអូខេអញ្ចឹងសម្រាប់ខ្ញុំពេលយើងចាក់បែបហ្នឹងហើយវា smooth ស្អាតហើយឃើញទេអ្នកទាំងអស់គ្នាអាចមើលបានជាមួយខ្ញុំដាក់ before ហើយ after អ្នកទាំងអស់គ្នាមើលនេះ before របស់យើងហើយនេះ after របស់យើងដែលជារូបភាពដែលយើងបានកែ color រួចហើយរូបភាពនេះគឺយើងបានចាក់សាច់ម៉ត់ឃើញទេអញ្ចឹងប្រសិនបើយើងដាក់ preset ដែលមានស្រាប់នៅក្នុង Skin Finder របស់យើងរួចយើងចង់សេរីវាបន្ថែមយើងអាចទាញនៅ setting របស់វាបានដោយ setting របស់វានេះគឺវាអាចជួយឲ្យរូបភាពរបស់យើង smooth កាន់តែស្អាតហើយកាត់បន្ថយពន្លឺក៏បានដកពណ៌ខ្លះៗក៏បានដែរអូខេអញ្ចឹងយើងឆ្លក់ទឹកមាត់ទីសូមអធិស្ឋានអូខេអញ្ចឹងខ្ញុំចាប់ផ្ដើមទាញកន្លែង smooth អញ្ចឹងខ្ញុំទាញកន្លែងនេះឡើងទៅលើកន្លែង amount លើ smooth ហ្នឹងយើងអាចទាញឲ្យវា smooth កាន់តែខ្លាំងទៅលើ amount អូខេវា smooth កាន់តែខ្លាំងហើយបើយើងទម្លាក់គឺការ smooth របស់វារៀងកាត់បន្ថយអញ្ចឹងយើងអាចសេរីទៅតាមចិត្តយើងបានហើយយើងមើលទៅថាតើ smooth ប៉ុណ្ណឹងយើងទទួលយកបាននៅឬក៏យ៉ាងម៉េចដែរតើយើងពេញចិត្តប៉ុណ្ណឹងនៅពលឺប៉ុណ្ណឹងយើងពេញចិត្តឬនៅនេះគឺជាការប្រើប្រាស់អូខេអញ្ចឹងខ្ញុំទាញយកមកល្មមទៅកុំឲ្យវា smooth ពេកអូខេខ្ញុំយកត្រឹម70 amount វាមុនដំបូងគឺ80មុនដំបូងណាគឺ80អូខេបន្ទាប់មក fine នេះគឺកន្លែងមួយដែលយើងអាចស្វែងរកដើម្បីឲ្យការចាក់សាច់ម៉ត់របស់យើងកាន់តែល្អអូខេអញ្ចឹងយើងទាញវាឡើងចាំមើលថាវាបង្ហាញយើងបែបណាអូខេមានន័យថាពេលយើងចាក់សាច់ម៉ត់វាអាចជួយបញ្ចេញនៅ detail បន្ថែមដើម្បីឲ្យ detail របស់យើងកុំឲ្យវាម៉ត់ទៅតាមការចាក់
sạch là bọc dương kháng á đó vì dương mọt kháng pageรูปភាពរបស់យើងមើលទៅដូចកមូនដូច smooth ខ្លាំងពេកដូចនេះមែនតើណាដូចចេញជាផ្សែងអីចឹងណាអញ្ចឹងសម្រាប់កន្លែងនេះយើងទាញមកល្មមមកយើងទាញឡើងមកល្មមមកអូខេខ្ញុំយកត្រឹម20ចុះអូខេកន្លែងនេះយើងវាយតួលេខមកយើងដាក់20អូខេបន្ទាប់មក medium នេះសម្រាប់ medium កម្រិតមកល្មម maximum យើងអាចតម្លាក់មើលនេះឃើញហើយវាចេញមិនយើងអាចតម្លើងមើលថាវាចេញមិនអូខេអញ្ចឹង medium នេះវាដូចជា clarity ដែរក៏ដូចជា texture ដែរវាបញ្ចេញនៃភាពគ្រើមទៅលើសាច់មុខរបស់យើងអញ្ចឹងសម្រាប់ខ្ញុំយកមកត្រឹម50ដុល្លារទៅដែលវាដាក់ឲ្យយើងតែម្ដងអូខេហើយកន្លែងនេះ cost ខ្ញុំអានភាសាអង់គ្លេសអត់ច្បាស់សូមអធិស្ឋានបើខុសខ្ញុំអានខុសអូខេអញ្ចឹងយើងអាចទាញវាសាកមើលថាតើវាបង្ហាញយើងបែបណាអូខេ smooth មានពលឺធ្លាក់ចុះនេះបង្ហាញ detail ឲ្យយើងអញ្ចឹងយើងអាចលួចតម្លាក់វាចុះមកបើសិនជាយើងទាញ smooth ខ្លាំងអញ្ចឹងយើងលួចតម្លាក់វាទាញចុះមកអូខេចាំមើលវាចេញ detail អូខេរៀងចេញ detail ទៅលើក្តោងច្រមុះយើងបន្តិចអូខេហើយកន្លែងនេះ balance មានន័យថាយើង balance ឲ្យរូបភាពរបស់យើងបានយើងអាចទាញវាឡើងអូខេយើងអាចតម្លាក់វាចុះវិញអូខេអញ្ចឹងសម្រាប់ខ្ញុំអត់ប្រើប្រាស់ទេទៅលើ balance ហ្នឹងខ្ញុំទាញប៉ុណ្ណឹងគ្រប់គ្រាន់ហើយខ្ញុំយកប៉ុណ្ណឹងហើយកន្លែងនេះគឺជាកន្លែងមួយដែលយើងអាច focus ទៅលើវាអាចចុចទៅលើ portrait ផ្សាយមានន័យថាគៀករូបគៀកឬរូបឆ្ងាយអូខេអញ្ចឹងសម្រាប់ខ្ញុំយកវាត្រឹម15បានហើយខ្ញុំអត់ចង់ឲ្យខ្លាំងពេកទេដោយសារតែរូបនេះគឺជារូបមួយ portrait ប៉ុន្តែវាជាប្លង់មួយរាងឆ្ងាយដែរមិនប្លង់ close up អញ្ចឹងយើងយកមកល្មមទៅអូខេយើងមើលទៅរាង smooth ជាងមុនខ្លាំងអញ្ចឹងយើងអាចលួចបន្ថយតិចមកអូខេប៉ុណ្ណឹងខ្ញុំដាក់មួយមកវិញស្រួលមើលអូខេនេះអូខេសាច់មុខអូខេប៉ុណ្ណឹងយ៉ាងម៉េចដែរយើងចុះមកក្រោមទៀតយើងមើលនេះខាងក្រោមនេះយើងមិនបាច់ប្រើប្រាស់ក៏បានដែរវាអត់ជាបញ្ហាអីទេបន្ទាប់មកខាងក្រោមនេះគឺជាពណ៌ហើយនិងពន្លឺអញ្ចឹងប្រសិនបើយើងចង់ផ្លាស់ប្ដូរពណ៌សាច់មុខរបស់យើងក៏បានដែរទៅតាមចិត្តយើងអាចទាញនៅកន្លែង source នេះបានអញ្ចឹងយើងសាកទាញវាមកអូខេជាមួយសាច់មុខយើងឡើងលឿងអត់នេះរៀងលឿងអូខេយើងទាញលឿងខ្លាំងមកអូខេឡើងរៀងលឿងទៅបែកជាបៃតងអញ្ចឹងកន្លែងហ្នឹងយើងប្រយ័ត្នតិចទៅបើសិនជាយើងអត់ចាំបាច់ក្នុងការប្រើទេយើងមិនបាច់ប្រើក៏បានដែរដោយយើងយកជា preset ដែលវាកំណត់ឲ្យយើងក៏បានដែរអូខេអញ្ចឹងខ្ញុំយកមក15វិញដែលវាបានកំណត់ឲ្យយើងមិញហ្នឹងដក15រៀងផ្កាឈូកអូខេអញ្ចឹងខ្ញុំយកប៉ុណ្ណឹងបន្ទាប់មកទៀតខាងក្រោមនេះគឺ saturation យើងអាចទាញទម្លាក់ពណ៌សាច់របស់យើងឲ្យរៀងស្លេកជាងមុនក៏ដូចជាឲ្យរៀងមានពណ៌ជាមុនក៏បានដែរទៅតាមចិត្តយើងអញ្ចឹងយើងទាញវាឡើងសាកមើលចាំមើលវាមានពណ៌កម្រិតណានេះអូខេយើងទាញតម្លាក់វាចុះវិញតើវាស្លេកបែបណាអូខេនេះអូខេអញ្ចឹងយើងអាចកែខៃវាបានអូខេអញ្ចឹងខ្ញុំដាក់មកកម្រិតមកល្មមវិញប៉ុណ្ណេះបន្ទាប់មកទៀតនេះគឺជាពន្លឺ brightness អញ្ចឹង brightness នេះប្រសិនបើយើងប្រើ preset ដែលមានស្រាប់នៅក្នុង skin finder របស់យើងដោយ brightness របស់វាឡើងពន្លឺខ្លាំងអញ្ចឹងយើងអាចកុំយកវាក៏បានដោយយើងទាញពន្លឺជាមួយនឹងកម្មវិធីផ្សេងដូចជា Camera Raw ឬក៏ Adobe Lightroom ហើយនៅក្នុង brightness នេះបើវាដំឡើងពន្លឺខ្លាំងយើងមិនយកវាក៏បានដែរអញ្ចឹងយើងយកវាមក0វិញអូខេមិនដែរបើសិនជាវាស្ទើរយើងតឡើងវិញបន្តិចមកអូខេយើងលួចតឡើងវិញបន្តិចមកនេះអូខេពន្លឺសាច់នៃរូបភាពរបស់យើងកើនឡើងអូខេអញ្ចឹងបន្តមកទៀត contrast នេះដោយសារតែ preset វាទាញស្រាប់ដោយសារតែវាឡើងទៅលើ brightness ខ្លាំងអញ្ចឹងវាទាមទារឲ្យដាក់ contrast ដើម្បីឲ្យសាច់របស់យើងបង្ហាញ detail អញ្ចឹង contrast នេះបើសិនជាវាមានស្រាប់មើលទៅវាស្អាតហើយយើងយកវាក៏បានដែរណាបើវាធ្លាក់ចុះវាអាចធ្វើឲ្យសាច់របស់យើងនឹងរាងស្លក់យល់មើលអូខេនេះឃើញរៀងស្លក់ជាមុនបន្តិចអញ្ចឹងខ្ញុំយកវាត្រឹម20ដុល្លារទៅហើយបើអ្នកទាំងអស់គ្នាគិតថាវានៅតែស្លក់យើងកែចេញពីកាមេរ៉ា RAW ឬក៏ Adobe Lightroom មកយើងមើលម្ដងទៀតរូបយើងរៀងអត់សូវមាន contrast អត់សូវដិតទៅលើសាច់របស់យើងណានៃរូបភាពរបស់យើងយើងអាចទាញវាឡើងអូខេយើងទាញវាឡើងនេះយើងទាញឡើងទៅសាច់នៃរូបភាពរបស់យើងវារៀងដិតជាងមុន
តោះណាវារៀងដិតជាងមុនអញ្ចឹងសម្រាប់ខ្ញុំយកត្រឹម20អញ្ចឹងនេះគឺជាការប្រើប្រាស់ preset ដែលមានស្រាប់នៅក្នុង skin finder របស់យើងហើយពណ៌ខាងលើនេះគឺជាពណ៌មួយដែល focus ទៅលើសាច់នៃរូបភាពរបស់យើងតោះណាអញ្ចឹងនេះគឺជាពណ៌ដែលវាបាន focus អញ្ចឹងមានន័យថារូបភាពរបស់យើងពណ៌ប៉ុណ្ណឹងគឺស្អាតមែនទេតោះណាស្អាតអញ្ចឹងពណ៌សាច់ផ្កាឈូកលាយពណ៌គេហៅថាតក្រូចបន្តិចពណ៌ក្រហមបន្តិចមើលទៅស្អាតហ្មងពណ៌សាច់មានតែ3 4ប្រភេទទេដែលយើងដឹងយើងអាចដឹងណាយើងអាច search នៅក្នុង Google បានដោយគេនឹងដាក់ជាប្រភេទពណ៌សាច់ឲ្យយើងណាអញ្ចឹងអ្នកទាំងអស់គ្នាសាក search មើលនៅក្នុង Google ទៅអ្នកទាំងអស់គ្នានឹងឃើញប្រភេទពណ៌សាច់នីមួយៗទៅតាមរូបភាពដែលយើងចង់បានហើយអូខេអញ្ចឹងនេះប៉ុណ្ណឹងហើយនេះគឺជាពណ៌សាច់ហើយខាងក្រោមនេះគឺជាប្រភេទគេហៅថាប្រភេទ quality ទៅលើការចាក់សាច់ម៉ត់ឬក៏ការចាប់ទៅលើសាច់នៃរូបភាពរបស់យើងក្នុងការ select នេះអ្នកទាំងអស់គ្នាមកមើលខាងនេះគឺវាបាន select ទៅលើសាច់របស់យើងច្រើនជាងកៅអៅដោយសារតែកៅអៅហ្នឹងវាមានពណ៌ស្តៀងនឹងសាច់ដែរសាច់មនុស្សរបស់យើងដែរអូខេអញ្ចឹងនេះគឺជាការប្រើប្រាស់ទៅលើ preset ដែលមានស្រាប់នៅក្នុង skin finder របស់យើងប៉ុន្តែពេលយើងប្រើប្រាស់ទៅលើតែមួយរូបបែបហ្នឹងតើរូបផ្សេងទៀតយើងចាក់បានអត់បានណាបានលុះត្រាតែយើងចង preset ទុកតោះណាលុះត្រាតែយើងចង preset ទុកបើសិនជាយើងបើកទៅលើរូបផ្សេងមួយទៀតកន្លែងដែលយើងបានធ្លាប់ចាក់ឬក៏ setting ដែលយើងបានឆ្នៃនេះវានឹង load ទៅភាពដើមវិញណាវានឹង load ទៅភាពដើមវិញករណីអ្នកទាំងអស់គ្នាអត់បានចងជា preset ទុកអូខេអញ្ចឹងខ្ញុំត្រូវការចងជា preset ទុកដើម្បីខ្ញុំងាយស្រួលក្នុងការចាក់ទៅលើរូបភាពផ្សេងទៀតអញ្ចឹងមុននឹងចងខ្ញុំសូមបង្ហាញទៅលើរូបភាពមួយទៀតជមើលអូខេអញ្ចឹងខ្ញុំចុចទៅលើរូបភាពមួយនេះចុះនេះរូបភាពមួយហ្នឹងក៏វាចាក់អូតូម៉ាទិកឲ្យយើងដែរដោយវាចាក់ទៅលើ preset ដែលវាមានស្រាប់ដែលវាមានទាំងអស់មិញហ្នឹងគឺវាចាក់ទាំងអស់បែបហ្នឹងអញ្ចឹងនេះអូខេវាមានប្រមាណហ្នឹងគឺវាចាក់ទាំងអស់ហើយខាងលើនេះខ្ញុំបង្កើតចោលទេអញ្ចឹងវាអត់មានប៉ះពាល់ទេវាប៉ះពាល់ទៅខាងក្រោមនេះទេណាអូខេអញ្ចឹងយើងចាក់ម្ដងទៀតអូខេនេះអូខេវាមានពលឺរូបភាពនេះគឺបាត់ហើយនេះរូបភាពដែលយើងបានចាក់មិញនេះណាបាត់ហើយបាត់អា preset ដែលយើងបានទាញមិញបាត់ហើយឃើញទេវា load setting មកដដែលវិញឃើញអត់នេះ80 ដក 25កន្លែងនេះ load មកវិញដដែលឃើញទេ00ទាំងអស់ឃើញអត់អញ្ចឹងក្នុងការប្រើប្រាស់ skin finder ជាមួយកម្មវិធីវាតែម្ដងបែបនេះវាអត់អាចឲ្យយើងចាក់ម្ដងបានច្រើនរូបក្នុងពេលតែមួយទេប៉ុន្តែយើងអាចចង preset វាទុកដើម្បីចាក់ម្ដងឲ្យបានច្រើនរូបអូខេអញ្ចឹងខ្ញុំចាប់ផ្ដើមចងតែម្ដងខ្ញុំចូលទៅកាន់កន្លែង apply preset ខ្ញុំយក skin tone lightening អូខេហើយយើងទាញ setting របស់យើងម្ដងទៀតខ្ញុំដាក់ត្រឹម70ដដែលហើយកន្លែងនេះខ្ញុំយកត្រឹម20ដដែលហើយកន្លែងនេះខ្ញុំយក50ហើយកន្លែងនេះខ្ញុំយកប៉ុណ្ណឹងល្មមហើយកន្លែងនេះខ្ញុំយក15អូខេខាងក្រោមកន្លែងនេះពលឺខ្ញុំយកត្រឹម10អូខេហើយកន្លែងនេះយកត្រឹមត្រូវអស់ហើយអញ្ចឹង contrast នេះក៏ត្រឹមត្រូវដែរអញ្ចឹងខ្ញុំយកបានប៉ុណ្ណឹងហើយអញ្ចឹងខ្ញុំត្រូវការរក្សា preset បន្ទុកអញ្ចឹងដើម្បីរក្សាយើងចូលមកកាន់សញ្ញាបូកនេះមកហើយយើងដាក់ឈ្មោះ preset របស់យើងមកយើងដាក់មកឧទាហរណ៍ថាខ្ញុំសុភ័ក្រចឹងចុះដាក់សុភ័ក្រskin អូខេ tone អូខេ skin tone ចឹងចុះបន្ទាប់មកខ្ញុំចុចពាក្យថាអូខេហើយវាចេញបែបនេះខ្ញុំចុចពាក្យថាអូខេទៀតអញ្ចឹងវាបានរក្សា preset របស់ខ្ញុំទុកឲ្យខ្ញុំហើយអូខេអញ្ចឹងយើងបើកមើលនៅក្នុង apply នេះវាមានចាំមើលកន្លែងណានេះសុភ័ក្រ skin tone អូខេណា skin tone នេះខ្ញុំសេអត់បាត់ e អូខេមិញខ្ញុំចុច e ខ្ញុំលុបវិញអូខេអញ្ចឹងកន្លែងនេះ skin tone អញ្ចឹងពេលយើងចង់ចាក់ម្ដងឲ្យបានច្រើនរូបអ្នកទាំងអស់គ្នាត្រូវធ្វើបែបនេះអូខេដើម្បីចាក់ម្ដងឲ្យបានច្រើនរូបអ្នកទាំងអស់គ្នាបើកម្មវិធីនឹងមុនដំបូងមកពេលអ្នកទាំងអស់គ្នាបានរក្សាទុក preset រួចអ្នកទាំងអស់គ្នាចូលមកកាន់ patch កន្លែងនេះមកអូខេបន្ទាប់មកអ្នកទាំងអស់គ្នាមករើសកន្លែងនេះមុនកន្លែងនេះគេដាក់ថា add folder ឬក៏ add file តោះណាអញ្ចឹង add file នេះគឺយើងអាចរើសទៅតាមចិត្តយើងចង់យកប៉ុណ្ណេះក៏បាន
dương trong vô group và phần ní các bạn nè hai bởi dương add mà folder cứ viết cho mỗi folder đang tèm đồng toán á chẳng bạc cả này này tao kia trắng vô tâm tập phần này không cả chặt sạch mọtឬcó vô phần này không cả chặt sạch mọt nè chẳng này tao kia select phần năng hãy dương cho biệt thang open tới cứ viên đừng rút châu ở dương tèm đồng ok chẳng nhầm cho biệt thang open ok nè ví đừng chấp đám rút châu ở dương bẹp nè nhé vì rút châu ở dương bẹp nè này vì rút châu ở dương bẹp nè dương ai chặt sạch mọt mà đòn bàn đặt hỏi nè hay cái này ní cứ add folder dương add nè dương đào xoay rốt từ lửa folder ná đây tục group rồi bỏ dương đặt nó lửa desktop rồi có đặt nó không drive đi đặt tí tăng ná để dương nghi sưu rố nè từ lửa folder rồi bỏ dương ok chẳng xongรับnhóm mà tất cả add folder thế cứ nhóm add chỉ group select bài này ok chẳng dương ai select tầng ỏ máu ok dương select tầng ỏ ok phần nắng dương bàn phần nắng mà phải mùi group này chẳng dương chấp đam đặt preset rồi bỏ dương màu nè thế nè patch preset chẳng như cho lại năng mới hoặc miền thế preset thế chẳng những cho từ lửa preset hơi dương xoay đó preset nó để dương mang rẻ gia tục chẳng ní cứ sụp hẹ skin tool ok nè và tỏ máu dương đạn preset hai ấy dương mưa tì táng này rụp phía bỏ dương dương đào mưa cái này ní opacity dương ai sẽ oi vía nó rồi mau hay mưa cái lỡ ai trầm trừ cứ sRGB nè mưa cái lỡ trầm trừ ok hỏi dương cho bị ok máu group đoán cái này ní hỏi dương mưa từ lửa folder nè đại dương trắng đã từ lửa titan nè nè chẳng sản phẩm nhóm nhưng cho từ lửa cái này ở browser này máu nhóm cho từ can desktop ok hỏi nhưng mà các folder mấy mũi màu thế nhóm cho từ can new đi tạm đó thì new ní cầm miền group đấy chẳng nhóm bạc cao từ lửa desktop rồi mọi nhóm ok nhóm bạc cao từ lửa desktop cho căn desktop và bao nhiêu máu hay nhưng mà cả folder thay mùi nhom click mà đám nhom dột biệt thả nhíu nhom dột biệt thả folder hỏi dừng đặt mua máu nhưng đã đọc pi ok chẳng dừng không ai bị chào với hay dừng dột cái lại browser ní dừng cho tất cả desktop nè folder để dừng bằng cái mình nắng dừng cho từ lưu máu hay dừng cho biệt thả open nè ok rút ra lại chẳng dừng ai chặt sạch mod đó bạn trả đủ vậy chẳng dừng cho biệt thả start patch យើងចុចលើវាមកវាចាប់ផ្ដើមដំណើរការយើងម្ដង21រូបតែម្ដងឃើញទេនេះគឺជាការចាក់សាច់ mod ជាមួយនឹង skin finder សម្រាប់យើងងាយស្រួលក្នុងការចាក់សាច់ mod ទៅលើរូបភាពរបស់យើងណានេះកម្មវិធីមួយនេះគេប្រើយូរណាស់ហើយគាត់ថាមួយរយៈនេះ Windows គឺចាប់ទៅលើកម្មវិធីមួយហ្នឹងចាប់អត់ឲ្យកម្មវិធីមួយហ្នឹងប្រើប្រាស់បានទេអញ្ចឹងដោយសាររបស់ខ្ញុំនេះខ្ញុំមានប្រភេទ grade ត្រឹមត្រូវហើយខ្ញុំបានបិទទៅលើកន្លែងមួយដោយអត់ឲ្យវាចាប់ទៅលើកម្មវិធីមួយហ្នឹងអញ្ចឹងខ្ញុំអាចប្រើបានពេលណាខ្ញុំប្រើគឺខ្ញុំចូលទៅបិទទៅលើចំណុចមួយហ្នឹងដើម្បីកុំឲ្យវាចាប់ទៅលើកម្មវិធី skin finder មួយនេះអូខេអញ្ចឹង skin finder គឺងាយស្រួលហើយស្រួលឲ្យយើងក្នុងការប្រើប្រាស់មែនតើទៅលើរូបភាពរបស់យើងឃើញទេ21រូបតែមួយ plate ទេយើងអាចចាក់សាច់ mod ហើយតែម្ដងងាយបំផុតតោះណាងាយបំផុតអញ្ចឹងបើរូបភាពយើងច្រើនយើងដាក់ទៅប៉ុណ្្នឹងមកហើយយើងលក្ខណៈរក្សា preset យើងទុកបែបហ្នឹងមកយើងប្រើប្រាស់វាបានបាត់ហើយណាតោះណាអូខេអញ្ចឹងពេលវាហើយចាំមើលខ្ញុំបើកឲ្យអ្នកទាំងអស់គ្នាមើលអូខេចិត្តហើយនៅសល់តែ3រូបអីទៀតទេអូខេចាំមក plate ទៅនេះហើយឡើយអូខេរួចរាល់រួចរាល់ខ្ញុំចូលទៅកាន់ folder របស់ខ្ញុំមកអូខេខ្ញុំចូលទៅកាន់ folder របស់ខ្ញុំ desktop 12អូខេយើងមើលចាក់សាច់ mod ឲ្យយើងអត់ខ្ញុំមើលទៅលើរូបកូនកន្លោះម្ដងចុះអូខេនេះវា load មកខាងនេះណែអូខេចាក់សាច់ mod ឲ្យយើងបានបាត់ទៅហើយឃើញអត់ស្អាតបាត់ហើយអូខេនេះគឺជាការប្រើប្រាស់ទៅលើកម្មវិធី skin finder របស់យើងដែលយើងអាចចាក់សាច់ mod ម្ដងបានច្រើនរូបជាមួយនឹងរូបភាពរបស់យើងផងដែរអូខេអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងហើយក៏សូមអរគុណទៅកាន់អ្នកទាំងអស់គ្នាដែលបានតាមដាននិងទស្សនាវីដេអូនេះតាំងពីដើមដល់ចប់ផងដែរហើយបើមានកន្លែងណាក៏ឆ្គងក៏សូមអធិស្ឋានពីសំណាក់បងប្អូនផងម្យ៉ាងវិញទៀតបើអ្នកទាំងអស់គ្នាមានចម្ងល់ក៏ដូចជាមានសំណួរអីអ្នកទាំងអស់គ្នាក៏អាច comment នៅខាងក្រោមវីដេអូនេះបានខ្ញុំនឹងព្យាយាមឆ្លើយតបទៅកាន់អ្នកទាំងអស់គ្នាវិញអូខេអញ្ចឹងសម្រាប់បងប្អូនថ្មីៗដែលបានចូលមកកាន់ channel YouTube របស់ខ្ញុំកុំភ្លេចជួយចុច Subscribe ក៏ដូចជាចុចសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីទទួលបាននៅអ្វីដែលថ្មីពីខ្ញុំផងដែរអូខេអញ្ចឹងសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ